បាទជាបន្តទៀតនេះខ្ញុំបាទសូមបង្ហាញអឺមកពីคลิปបន្តក្នុងមេរៀនទី2ដែលយើងនិយាយពីប្រព័ន្ធសិក្សាក្នុងអាមេរិកនេះប៉ុន្តែចូលដល់ចំណុចទី2នេះគឺយើងសិក្សាអំពីលេខបាទអំពីចំនួនលេខណាបាទដែលភាសាខ្មែរយើងមួយទៀតគេហៅថាសង្খ্យាស័ព្ទអូខេដែលគេហៅថាបាលីហៅថាសង្খ্យាស័ព្ទបាទសង្ಖ್យាស័ព្ទហ្នឹងគឺជាលេខនឹងឯងគឺជាការកត់សម្គាល់នៅចំនួនឲ្យដឹងថាតិចឬច្រើនណាគេហៅថាសង្ಖ್យាស័ព្ទក្នុងនោះសង្ಖ್យាស័ព្ទមានចែកចេញជា2បាទទី1គេហៅថា cardinal number and ordinal number អូខេអញ្ចឹង cardinal number ហ្នឹងគឺគេហៅថាបក្ខតិសង្খ্យាចំណែកឯ ordinal number គេហៅថាបូរណសង្খ্យាណាហៅថាបូរណសង្খ্យាអញ្ចឹងស្អីទៅហៅថាបក្ខតិសង្খ্យាគឺរាប់តាមធម្មតារាប់គឺគេរាប់តាមប្រក្រតីដើមដូចជា1 2 3 4 5ជាដើមហៅថាបក្ខតិសង្খ্យាចំណែកឯការរាប់លេខទៅតាមលំដាប់តាមជាន់តាមឋានៈណាគេតាមជាន់ទី1ជាន់ទី2ឋានៈទី1ឋានៈទី2ដែលមានពាក្យឋានៈអញ្ចឹងលំដាប់លំដោយវាតាមកម្រិតទី1កម្រិតទី2ទាំងអស់ហ្នឹងគេហៅថាបូរណសង្খ্យាឬភាសាអង់គ្លេសហៅថា ordinal number គឺតាមលំដាប់តាមជាន់របស់គេណាបាទមួយទៀតគេរាប់ទៅតាមប្រក្រតីដើម cardinal number អូខេគេហៅថា cardinal number អូខេអញ្ចឹងបន្តទៅនេះយើងប្រើគេថា use a cardinal number for an amount like how much or how many គេគេប្រើគេបញ្យល់ហ្នឹងអាហ្នឹងយើងបញ្យល់មិញអស់ហើយគេថាប្រើ cardinal number ណាសម្រាប់ចំនួនដើម្បីដឹងថាច្រើនគឺ how much ឬក៏ how many ជាដើមណាuse ordinal number for the unorders or level such as grade ណាដូចជា grade ជាអីណាអញ្ចឹង cardinal number មានដូចជា1 2 3 4 5 6 7 8 9 10 11 12ជាដើមអូខេដល់ពេល ordinal number ដូចជាពាក្យថា first second third fourth fifth sixth 7 8 9 10 11 12ណាគេផ្សេងចឹងរបៀបផ្សេងក៏ផ្សេងគ្នាដែរអញ្ចឹងពី1ដល់12អូខេពី1ដល់12ហ្នឹងគេរាប់អញ្ចឹងអូខេហើយបន្តទៅទៀតគេថា practice using cardinal number and ordinal number គេឲ្យយើងធ្វើលំហាត់ណាអនុវត្តឲ្យយើងអនុវត្តដោយប្រើបូរណសង្খ্យាហើយនិងបក្ខតិសង្খ্យាអូខេអញ្ចឹងបន្តទៀតចូលដល់ចំណុច conversation ការសន្ទនាអូខេhello Mrs. John hello Mrs. Gray hello is this Ellen John ខ្ញុំគឺជា Ellen John yes it is បាទគេថាចាំបាន John yes it is hello this is Ellen John សួស្ដីតើនេះជា Ellen John ណាបាទ yes it is បាទខ្ញុំនឹងហើយ this is Mrs. Gray ខ្ញុំគឺជាលោកស្រី Gray I teach your child Andy ខ្ញុំបានបង្រៀនខ្ញុំបង្រៀនកូនរបស់អ្នកឈ្មោះថា Andy អូខេ is something wrong តើមានអ្វីតើមានបញ្ហាអ្វីខុសដែរអត់ទេតើមានបញ្ហាអ្វីខុសទៅណា no nothing is wrong អត់មានអ្វីតោះខុសអីទេណាតើមានអ្វីតោះខុសដែរទេថាអត់មានអ្វីតោះខុសទេអូខេ no nothing is wrong can you come for the parent meeting on Friday តើអ្នកអាចមកប្រជុំសម្រាប់គ្រួសារសិស្សនៅថ្ងៃពហុនៅថ្ងៃសុក្រនេះបានទេ yes ថាចាអាចបាន what time ម៉ោងប្រហែលដែរ 3 pm គឺម៉ោង3ល្ងាចអូខេ that's fine អូល្អណាស់ចឹងអូខេ that's fine បាទចាល្អតើហ្នឹងហើយមានអី okay I'll see you then អូខេខ្ញុំនឹងជួបអ្នកណាខ្ញុំនឹងជួបអ្នកនៅទីនោះ thank you bye bye goodbye បាទជម្រាបលាអូខេclear ទី3 excuse me
Excuse me, Sumto. Excuse me, Sumto. I'm looking for Mrs. Gray room. ខ្ញុំកំពុងតែ I'm looking for គេសួរ secretary ណា I'm looking for Mrs. Gray room បន្ទប់របស់លោកស្រី Gray. It's down this hall. គឺនៅខាងក្រោមនេះឯងនៅខាងក្រោមបន្ទប់នេះឯង It's down this hall. នេះចោះទៅក្រោមអាគារហ្នឹងឯងណា hall ហ្នឹងមានសាលនៅក្រោមសាលហ្នឹង the first door on the right the first door on the right មានន័យថាទ្វារទី1នៅខាងស្ដាំដៃអូខេឃើញទ្វារទី1នៅខាងស្ដាំដៃបន្ទប់ហ្នឹងឯង Thank you អរគុណច្រើន Hello are you Mrs. Gray សួស្ដីតើអ្នកជាលោកស្រី Gray ហ៎ Yes and you must be Andy mother ចា and you must be ហើយអ្នកពិតជាម្ដាយរបស់ Andy ណាអ្នកពិតជាម្ដាយរបស់ Andy Yeah Yes I am បាទខ្ញុំនឹងហើយចាខ្ញុំនឹងហើយ Please come in and sit down បាទសូមអញ្ជើញអង្គុយមកសូមអញ្ជើញចូលអង្គុយមក Thank you Please come in ណាចូលមកអង្គុយមកណា Please come in and sit down សូមអញ្ជើញចូលមកអង្គុយចឹងចង់និយាយចឹង Andy is very good student Andy គឺជាសិស្សដ៏ល្អម្នាក់ Do you read him តើអ្នកបានប្រកបគេឲ្យអានទេ Do you read him Do you read to him តើអ្នកមានប្រកបគេឲ្យអានទេ It's well ចាខ្ញុំព្យាយាមអានឲ្យគេជារៀងរាល់ថ្ងៃខ្ញុំព្យាយាមបង្កប់គេអានជារៀងរាល់ថ្ងៃ Are you doing a good job with him You are doing a good job with him អ្នកបានន័យថាអ្នកបានធ្វើកិច្ចការងារល្អជាមួយគេមានន័យថាអ្នកឯងបានបរៀនគេល្អណាស់ Thank you អរគុណច្រើនអូខេចប់ប៉ុណ្ណឹងហើយតមកឲ្យយើងបំពេញអានេះ teacher name is អីយើងមើលតាមលើស្តៀងគ្នាអូខេចឹងចូលធ្វើដល់ខ្លួនឯងអូខេចាប់ដើមគេចូលដល់វគ្គពិពណ៌នា American school system អូខេ Daycare center aren't school but they are very important គេថាមជ្ឈមណ្ឌលថែទាំកុមារមិនមែនជាសាលារៀនទេក៏ប៉ុន្តែវាមានសារៈសំខាន់ណាស់ណា but they are very important They take children from 1 month to 5 months years old ពួកគេណាទទួលក្មេងចាប់ពីអាយុ1ខែដល់អាយុ5ឆ្នាំអូខេ Children 2 to 5 years old can go to nursery school ក្មេងណាកុមារចាប់ពីអាយុ2ឆ្នាំដល់5ឆ្នាំអាចទៅសាលា preschool បានឬក៏សាលា nursery school គឺសាលាដែលមានការថែទាំដែលបរៀនហើយគេមើលតែម្ដងអូខេគេហៅថា nursery school ឬក៏ហៅថាថ្នាក់ត្រៀមមត្តេយ្យណាថ្នាក់ត្រៀមមត្តេយ្យគឺថាចាប់ពីអាយុ2ឆ្នាំដល់5ឆ្នាំអាចទៅចូលសិក្សានៅសាលាថ្នាក់ត្រៀមមត្តេយ្យបាន Children may go to preschool ក្មេងៗក៏អាចចូលទៅសិក្សានៅសាលាត្រៀមមត្តេយ្យបានដែរ when they are 3 to 4 years old នៅពេលដែលពួកគេមានអាយុពី3ទៅ4ឆ្នាំ Children go to kindergarten when they are 5 years old ក្មេងៗកុមារត្រូវបានគេបញ្ជូនណាកុមារនឹងត្រូវចូលរៀននៅសាលាមត្តេយ្យនៅពេលដែលពួកគេមានអាយុ5ឆ្នាំ when they are about 6 years old នៅពេលដែលពួកគេជិតដល់អាយុ about ជិតដល់នៅពេលដែល when they are about 6 year នៅពេលដែលពួកគេជិតដល់អាយុ6ឆ្នាំ they go to elementary school or grade school ពួកគេនឹងទៅរៀននៅសាលាបឋមសិក្សាឬក៏សាលាកម្រិតដែលមានកម្រិតមួយ after 5 or 6 year in grade school បន្ទាប់ពី
សិក្សានៅទីនោះអស់រយៈពេលបន្ទាប់ពីសិក្សារយៈពេល5ទៅ6ឆ្នាំនៅក្នុងសាលាបឋមសិក្សា The children go to middle school ពួកគេនឹងទៅកាន់សាលាមួយគេហៅថាសាលាអនុវិទ្យាល័យពួកគេនឹងទៅរៀននៅសាលាអនុវិទ្យាល័យឬក៏គេហៅថា junior high school ណា High school is next បានន័យថាសាលាវិទ្យាល័យគឺនៅបន្ទាប់ពីទីនេះឯងណាគឺនៅពេលដែលបញ្ចប់អនុវិទ្យាល័យនឹងឯង High school last 4 years so last 4 year for 4 year high school last for 4 year សាលាវិទ្យាល័យចុងក្រោយណាសាលាវិទ្យាល័យគឺជាសាលាចុងក្រោយគេបំផុតសម្រាប់4ឆ្នាំក្រោយសម្រាប់4ឆ្នាំណា Most students are about 18 years old when they finish high school សិស្សភាគច្រើនគឺពួកគេមានអាយុជិតដល់18ឆ្នាំពួកគេនឹងបានបញ្ចប់នៅវិទ្យាល័យនឹងឯងអូខេអញ្ចឹងយើងចូលធ្វើដោយខ្លួនឯងអូខេដែលយីសួរអីហ្នឹងអូខេយើងរៀនធ្វើដោយខ្លួនឯងអូខេតទៀត Roger tell about his grade school Roger ប្រាប់អំពីកម្រិតនៃការសិក្សារបស់គេ When I was a child there was no preschool or kindergarten នៅពេលដែលខ្ញុំនៅជាកុមារភាពមានពុំមាន preschool ឬ kindergarten ទេ So I didn't go to preschool ដូច្នេះខ្ញុំមិនបានទៅសាលាត្រៀមសាលាត្រៀមមត្តេយ្យទេណាត្រៀមមត្តេយ្យឬក៏មិនបានទៅសាលាមត្តេយ្យឡើយ I started to school when I was 7 years old ខ្ញុំបានចាប់ផ្ដើមទៅរៀននៅពេលដែលខ្ញុំមានអាយុ7ឆ្នាំ That's when I started first grade នោះគឺនៅពេលដែលខ្ញុំបានចាប់ផ្ដើមសិក្សាថ្នាក់ទី1 Most of the children in my class were 6 years old ក្មេងៗនៅសាលាខ្ញុំភាគច្រើនណាក្មេងៗនៅសាលាខ្ញុំនឹងភាគច្រើនមានអាយុ6ឆ្នាំ And I was the oldest child in my class ហើយខ្ញុំគឺជាក្មេងដែលចាស់ជាងគេបំផុតនៅក្នុងថ្នាក់ I went to the same school for 8th grade ខ្ញុំបានទៅសិក្សានៅសាលាជាមួយគ្នាឬសាលាដដែលសម្រាប់ថ្នាក់ទី for 8th grade សម្រាប់ថ្នាក់ទី8 okay 8th grade okay that was Welsonville grade school នោះគឺជា Welsonville grade school នោះគឺជាបឋមសិក្សា Wilsonville yeah it was very small school វាជាសាលាដ៏តូចមួយ there were only 8 kids in my class មានក្មេងតែ8នាក់ទេនៅក្នុងថ្នាក់របស់ខ្ញុំអូខេចូល check comprehension check ត្រួតពិនិត្យដើម្បីយល់ដឹង finish rewriting the story បញ្ចប់នៅការសរសេររឿងឡើងវិញ change every I to he change every I to he ចូលផ្លាស់ប្ដូររាល់ពាក្យថា I ទៅពាក្យ he ម្ដងកុំប្រើ I ទៀតទៅប្រើពាក្យ he change every my to his ណាផ្លាស់ប្ដូរនៅរាល់ពាក្យថា my ទៅពាក្យ his អូខេអញ្ចឹងយើងសរសេរទៅអូខេបន្តមកទៀតគឺថា practice with a partner ការអនុវត្តជាមួយនឹងដៃគូអូខេឥឡូវយើងមើលមកយើងអនុវត្តជាមួយនឹងដៃគូទៅ work with a partner ask each other the following question អូខេអញ្ចឹងយើងធ្វើខ្លួនឯងpublic school and private school គេថាសាលារដ្ឋហើយនិងសាលាឯកជន Roger went to a public school Roger បានទៅសាលារដ្ឋណាបានទៅរៀននៅសាលារដ្ឋ Any kid
any child can go to the public school a public school is free គេថាសិស្សដទៃទៀតក៏អាចទៅរៀននៅសាលារដ្ឋបានដែរសាលារដ្ឋគឺអត់គិតថ្លៃទេ The government provide the public school រដ្ឋាភិបាលផ្ដល់នៅសាលារដ្ឋបានផ្ដល់នៅសាលារដ្ឋ Many children go to private school សិស្សជាច្រើនក៏ទៅសាលាឯកជនដែរ Private school are not free សាលាឯកជនគឺមិនបើន័យថាត្រូវតែបង់ថ្លៃណាសាលាឯកជនត្រូវតែបង់ថ្លៃអត់ free ទេ Some private school are very expensive សាលាឯកជនមួយចំនួនគឺវាថ្លៃណាស់ Many group provide private school មានក្រុមជាច្រើនដែលផ្ដល់នៅបង្កើតនៅសាលាឯកជនឧទាហរណ៍ For example many churches provide private school មានន័យថាវិហារជាច្រើនបានផ្ដល់នៅសាលាឯកជន Most private school require តម្រូវ require គេថាសាលាឯកជនភាគច្រើនតម្រូវឲ្យសិស្សស្លៀកពាក់ជាទម្រង់ខោអាវដូចរូបនេះដូចរូបអញ្ចឹងឯងអានឹងជាសាលា private school ហ្នឹងណាតម្រូវឲ្យស្លៀកពាក់អញ្ចឹងអូខេ to wear បើស្លៀកពាក់ uniform បើន័យថា uniform មានន័យថាឯកសណ្ឋានអូខេឯកសណ្ឋានសាលាត្រង់ត្រេដូចអញ្ចឹងណាឯកសណ្ឋានដូចអញ្ចឹង Some public school also require school uniform សាលារដ្ឋមួយចំនួនក៏តម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានសាលាដែរអូខេផងដែរ also អូខេចឹងកន្លែងនេះបន្តទៀតគេឲ្យយើងនិយាយដែរទេវាអត់មានបាក់ទេយើងរៀនលើខ្លួនឯងអូខេតបមកគេនិយាយអំពី grammar point អូខេ some word that tell how many គេថាពាក្យមួយចំនួនដែលប្រាប់ថា how many អូខេឲ្យយើង translate the word none បានន័យថាគ្មាននរណាម្នាក់ none អត់មាននរណាម្នាក់គ្មានអ្វីមួយ one គឺមួយអ្នកបើថា meaning hint មានន័យថាគេថា meaning អត្ថន័យ hint គេថា hint គឺការចង្អុលប្រាប់ចឹងណាហ្នឹងហើយបញ្ជាក់ប្រាប់ជា hint ចឹងបើថា none គឺ0 1គឺលេខ1 a couple គឺ2 a few 2 3 4ចឹង a few some more than one មួយចំនួនគឺច្រើនជាងមួយ many a lot of they 10 to 500ចាប់ពី10ដល់500ចឹងទៅ most almost all most ហ្នឹងគឺ almost all មានន័យថាស្ទើរតែទាំងអស់ណា all គឺ 100% គឺទាំងអស់តែម្ដងចឹងឲ្យយើងបកប្រែ translate មកដូចខ្ញុំបកប្រែមិញហើយយើងបកឡើងវិញទៅsample sentence មានន័យថាជាឧទាហរណ៍ប្រយោគឧទាហរណ៍ none of us is from Ireland នៃពួកយើងទាំងអស់ហ្នឹងគ្មាននរណាម្នាក់មកពីប្រទេស Ireland ទេ one of us is from France ពួកយើងទាំងអស់ហ្នឹងនៅក្នុងចំណោមពួកយើងទាំងអស់ហ្នឹងគឺមានតែម្នាក់ទេដែលមកពីប្រទេសបារាំង a couple of us are from China អញ្ចឹងណានឹងមើលតាមនឹងទៀតកែបសង្ខេបមក practice using the word and tell how many yeah study the chart is tell the people from the English class first name what country are you from អញ្ចឹងណាអូខេអញ្ចឹងយើងរៀនខ្លួនឯងតទៀតទៅអូខេខ្ញុំបន្តទៀតហើយអានឹងគេចង់និយាយពី how many people are there Mexico how many people អីតដែលអត់អីបាយយើងតទៀតហ្នឹងហើយឆាប់ចប់អូខេreport card ណែមានន័យថាកាតសម្រាប់ report card របាយការណ៍កាតរបាយការណ៍ every student receive a report card about 4 times a year ណាការ report card ហ្នឹងណាគេថារាល់សិស្សទាំងអស់ហ្នឹងទទួលនៅ report card ហ្នឹងហើយបានគេថាបានរាយការណ៍ណាបានរាយការណ៍ហ្នឹងប្រមាណ4ដងក្នុងមួយឆ្នាំគេត្រូវតែរាយការណ៍ហើយសិស្សទាំងអស់ហ្នឹងទទួលបាន report card ហ្នឹងគឺ4ដងក្នុងមួយឆ្នាំណា
The report card lists each class and how well the student did report card ហ្នឹងបញ្ជី report បញ្ជីសារពើភ័ណ្ឌដែលគេថាសម្រាប់រាយការណ៍ហ្នឹងសិភៅតាមដានណាបើយើងនិយាយចំ report card ហ្នឹងគេថាសិភៅតាមដានហ្នឹងគឺសិភៅតាមដាននីមួយៗហ្នឹងគឺគេចង់ដឹងអំពីថ្នាក់ហ្នឹងហើយថាតើសិស្សទាំងអស់ហ្នឹងធ្វើបានល្អដោយកម្រិតណាអញ្ចឹងណាដើម្បីឲ្យដឹង Teacher send the report card home with each children each student គ្រូហ្នឹងបានផ្ញើនៅសិភៅតាមដានណាហ្នឹងទៅផ្ទះណាជាមួយនឹងសិស្សនីមួយៗមានន័យថាតាមសិស្សនីមួយៗ Parent must sign and report card yes the report card ហើយឪពុកម្ដាយត្រូវតែចុះហត្ថលេខាឬក៏សាញត្រូវចុះហត្ថលេខាទៅលើសិភៅតាមដាននឹងផង Then the student take the report card back to the teacher បន្ទាប់មកគុណសិស្សនឹងក៏យកសិភៅតាមដាននឹងមកត្រឡប់ឲ្យសិស្សវិញ More report card have a letter that tell how the student did for example A mean very good B mean good C mean okay or average D mean poor not good and not okay F mean fail ណា fails ណា fails very bad មានអាក្រក់មែនតើដូចថាធ្លាក់តែម្ដង the student did not get passing grade អត់ pass grade អីចឹងណាអូខេហ្នឹងគេចង់និយាយពីសិភៅតាមដានណា always read report card carefully មានដោយប្រុងប្រយ័ត្នតែងតែអាននៅសិភៅតាមដានហ្នឹងដោយប្រុងប្រយ័ត្នអូខេ Teacher expects parents to help children គ្រូសង្ឃឹមថាឪពុកម្ដាយនឹងជួយកូន with their homework នឹងជួយកូនដើម្បីធ្វើកិច្ចការងារសាលាយកទៅផ្ទះជាដើម Teacher need parents to be involved in the education of their children គ្រូណាគ្រូនឹងចាំបាច់ណាត្រូវការគ្រូត្រូវការឪពុកម្ដាយចូលរួមត្រូវឪពុកម្ដាយចូលរួមនៅក្នុងការអប់រំជាមួយនឹងកូនរបស់ពួកគេអូខេ involve ណា to be involved in អូខេគ្រូ teacher often write suggestion to parent on a report card គ្រូជាញឹកញយបានតែងតែសរសេរនៅសំណើ suggestion នៅសំណើទៅកាន់ឪពុកម្ដាយនៅក្នុងសភៅតាមដានហ្នឹង If you have any question about the report card បើសិនបើអ្នកមានសំណួរណាមួយដែលពាក់ព័ន្ធនឹងសភៅតាមដាន you can call the teacher អ្នកអាចប្រាប់ទៅគ្រូបានណាអ្នកអាចហៅទូរស័ព្ទទៅកាន់គ្រូ You can also call the teacher if your child has a special need or problem អ្នកក៏អាចហៅទៅគ្រូបរិញ្ញាបត្របានដែរបើសិនជាកូនរបស់អ្នកមានតម្រូវការពិសេសឬក៏មានបញ្ហាអូខេតទៀតអូខេឥឡូវយើងដល់ទំព័រទី14ឥឡូវ24នៅពណ៌ជាងទៀតឥឡូវយើងប៉ុណ្្នឹងសិនទៅហើយខ្ញុំនឹងបរៀនបន្តទៅទៀតបាទហ្នឹងហើយអូខេ